លោកពូទីននឹងត្រាំអាចជួបគ្នាផ្ទាល់នៅក្នុងកិច្ចប្រជុំអេពិកនៅចិនតើជំនួបនេះអាចคล้ายជាឆាកបំបែកភាពតានតឹងរវាងរុស្ស៊ីនិងអាមេរិកដែរឬទេការប្រជុំមុខដាក់គ្នារវាងរុស្ស៊ីនិងអាមេរិកអាចឈានដល់ចំណុចគួរឲ្យចាប់អារម្មណ៍ខ្លាំងនៅខែវិច្ឆិកាចុងឆ្នាំនេះខណៈវិមានក្រំឡើងទម្លាយឲ្យដឹងថាលោកវ្លាឌីមៀពូទីននិងលោកដូណាល់ត្រាំអាចនឹងជួបគ្នានៅក្នុងកិច្ចប្រជុំអេពិកនៅក្នុងប្រទេសចិនប្រសិនបើមេដឹកនាំទាំងពីរចូលរួមទោះបីជាមិនទាន់មានការកំណត់ជំនួបផ្លូវការយ៉ាងណាក្តីក៏វិមានក្រំឡើងជឿថាប្រសិនបើមេដឹកនាំទាំងពីរឈរនៅលើឆាកតែមួយការជួបមុខនិងការចរចាគ្នាអាចคล้ายជារឿងដែលជាមិនរួចនេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានទូគី Anadolu Agency ហៅកាត់ថា AA នៅថ្ងៃទី23ខែសីហាឆ្នាំ2026ជំនួយការគោលនយោបាយការបរទេសរបស់វិមានក្រំឡាំងលោក Yuri Zhukov និយាយថាលោកពូទីននិងលោកត្រាំទំនងជាជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលអេពិកនៅប្រទេសចិនប្រសិនមេដឹកនាំទាំងពីរចូលរួមក្នុងកិច្ចប្រជុំនោះនៅខែវិច្ឆិកាចុងឆ្នាំនេះលោកបញ្ជាក់ថាមិនទាន់មានសញ្ញាឬផែនការផ្លូវការណាមួយសម្រាប់ជំនួបនេះនៅឡើយនោះទេប៉ុន្តែពេលវេលានៅសល់ប្រមាណ3ខែទៀតហើយនៅមុនកិច្ចប្រជុំអេពិកមានព្រឹត្តិការណ៍អន្តរជាតិសំខាន់ជាច្រើនទៀតទោះជាយ៉ាងណាលោក Yuri Zhukov ថ្លែងថាប្រសិនបើមេដឹកនាំទាំងពីរចូលរួមព្រឹត្តិការណ៍តែមួយការជួបមុខនិងការពិភាក្សាគ្នាគឺស្ទើរតែជាមិនរួចជំនួបបែបនេះអាចទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះទំនាក់ទំនងរវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោននៅតែពោពេញទៅដោយភាពតានតឹងជាពិសេសជុំវិញសង្គ្រាមនៅអ៊ុយក្រែននិងប្រឈមមុខផ្នែកភូមិសាស្ត្រនយោបាយជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសលោក Sergey Lavrov បានបង្កើនសម្ពាធផ្នែកនយោបាយដោយចោទប្រកាន់បណ្ដាប្រទេសជាសមាជិកនៃអង្គការបកសម្ព័ន្ធយោធា NATO និងសហភាពអឺរ៉ុបថានៅតែបន្តផ្ដល់ជំនួយយោធាដល់អ៊ុយក្រែននិងអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ីលោក Sergey Lavrov ក៏បានប្រមានដែរថារុស្ស៊ីនឹងចងចាំសកម្មភាពរបស់មេដឹកនាំដែលលោកហៅថាក្រុមអិសរាជជនប្រឆាំងរុស្ស៊ីយ៉ាងខ្លាំងក្លានៅអង់គ្លេសក្រុងព្រុយសែលក្រុងប៉ារីសក្រុងបែឡាំងនិងប្រទេស NATO និងសហភាពអឺរ៉ុបផ្សេងទៀតដូចនេះប្រសិនបើលោកពូទីននិងលោកត្រាំពិតជាជួបគ្នានៅប្រទេសចិនពិតមែនជំនួបនេះអាចคล้ายជាឆាកនយោបាយដ៏សំខាន់មួយដែលពិភពលោកកំពុងរងចាំមើលថាតើមេដឹកនាំទាំងពីរនឹងបើកទ្វារចរចាឬភាពតានតឹងរវាងមហាអំណាចទាំងពីរនឹងបន្តកាន់តែតានតឹងថែមទៀត